បាទជំរាបសួរដល់បងប្អូនកញ្ញានៃកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកមួយដែលការចែករំលែកនេះគឺជាបទពិសោធន៍ហើយជាការអនុវត្តផ្ទាល់របស់ខ្ញុំបាទគឺខ្ញុំសូមចែករំលែកនៅ tip សំខាន់មួយចំនួនដែលយើងត្រូវត្រួតពិនិត្យរបាយការណ៍របស់យើងដើម្បីបានទិន្នន័យដ៏ត្រឹមត្រូវមួយសម្រាប់យកទៅប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំtip ដែលទី1ដែលខ្ញុំចង់ចែករំលែកនោះគឺយើងត្រូវរៀបចំត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុរបស់យើងដែលយើងបានកត់ត្រាពេញមួយឆ្នាំហ្នឹងគឺយើងត្រួតពិនិត្យរាល់គណនីចំណាយទាំងអស់គណនីចំណូលថាយើងបានកត់ត្រាត្រឹមត្រូវតាមធាតុនៃគណនីនីមួយបានត្រឹមត្រូវឬនៅទី2សម្រាប់ក្រុមហ៊ុនដែលកាន់ stock ដែលគ្រប់គ្រង stock ទំនិញគឺយើងត្រូវការត្រួតពិនិត្យនៅសមតុល្យ stock របស់ក្រុមហ៊ុននៅក្នុងចុងឆ្នាំឲ្យបានត្រឹមត្រូវទី3គឺយើងត្រូវធ្វើតារាងរំលោះគណនេយ្យអញ្ចឹងយើងត្រូវប្រមូលព័ត៌មានរបស់ទ្រព្យសកម្មទាំងអស់ធ្វើជាតារាងរំលោះគណនេយ្យហើយកត់ត្រាចំណាយរំលោះនៅក្នុងប្រព័ន្ធគណនេយ្យអញ្ចឹងតារាងរំលោះនេះបើសិនជាក្រុមហ៊ុនមានរំលោះពីឆ្នាំចាស់ត្រូវតែយកមកធ្វើរំលោះក្នុងឆ្នាំថ្មីជាមួយគ្នាឲ្យបានត្រឹមត្រូវអញ្ចឹងយើងត្រូវត្រួតពិនិត្យថាតើយើងបានកត់ត្រាទ្រព្យសកម្មដែលបានទិញបានត្រឹមត្រូវរួចរាល់អស់ឬនៅទី4គឺយើងត្រូវត្រួតពិនិត្យនៅគណនីសំខាន់មួយចំនួនទៀតដូចជាសាច់ប្រាក់គណនីសាច់ប្រាក់ក្នុងធនាគារគណនីបំណុលគណនីដែលជាទ្រព្យសកម្មរយៈពេលខ្លីផ្សេងទៀត other current asset គណនីអនុទានពន្ធយោងដូចជា VAT គណនីបំណុលពន្ធដូចជាបំណុលពន្ធត្រូវបង់តែយើងបានកត់ត្រារួចរាល់អស់ឬនៅក្នុងធាតុនៃគណនីในក្នុង balance sheet របស់យើងអញ្ចឹងពេលដែលយើងបានកត់ត្រាបានត្រួតពិនិត្យរួចរាល់អស់ហើយគឺយើងនឹងបានទិន្នន័យមួយដ៏ត្រឹមត្រូវក្នុងការយកទៅប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំនៅដំណាក់កាលក្នុងប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំទៀតខ្ញុំមាន tip សំខាន់បន្ថែមទៀតជួបគ្នាក្នុងវីដេអូក្រោយសូមអរគុណ